ស្ដីបងប្អូនទាំងអស់ខ្ញុំគៀជាអ្នកភេសាយាសយុគនីនៃក្រុងសង់ចដៅនាំមកជូនព័ត៌មានចម្រុះអំពីសង់ជូថ្ងៃនេះខ្ញុំនឹងប្រាប់ព័ត៌មានជាមូលដ្ឋានដែលចាំបាច់ខ្លាំងសម្រាប់បងប្អូនដែលទើបចាប់ផ្ដើមជីវិតថ្មីនៅសង់ជូខែមីនាគឺជាពេលវេលាសំខាន់សម្រាប់ការរៀបចំនិងចាប់ផ្ដើមការងារកសិកម្មក្នុងអំឡុងពេលនេះការងារកសិកម្មកើនឡើងហើយនៅពេលមានការងារច្រើនគ្រោះថ្នាក់ក៏អាចកើនឡើងផងដែរក្នុងអំឡុងពេលធ្វើការកសិកម្មត្រូវបង្កើនការប្រុងប្រយ័ត្នជាពិសេសដើម្បីការពារគ្រោះថ្នាក់សុវត្ថិភាពតាមនោះមកខ្ញុំនឹងណែនាំព័ត៌មានអំពីសុវត្ថិភាពម៉ាស៊ីនកសិកម្មនិងការការពារជំងឺទាក់ទងនឹងការងារកសិកម្មនៅពេលប្រើប្រាស់ម៉ាស៊ីនកសិកម្មត្រូវគោរពតាមវិធានសុវត្ថិភាពមូលដ្ឋានអ្នកមិនទាន់ស្ទាត់ក្នុងការបើកបរត្រូវហ្វឹកហាត់គ្រប់គ្រាន់មុននឹងបើកបរហើយមិនត្រូវបើកបរពេលស្រវាំងស្រាលឬអស់កម្លាំងមុនពេលប្រតិបត្តិការត្រូវពិនិត្យផ្លាកសុវត្ថិភាពនិងសៀវភៅណែនាំហើយពាក់មួកការពារនិងស្បែកជើងការពារជៀសវាងពាក់សម្លៀកបំពាក់រលុងហើយពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពដោយគ្មានអ្នកជិះជាមួយនៅកន្លែងជម្រាលនិងផ្នែកបត់ត្រូវបន្ថយល្បឿននិងជៀសវាងឈប់ភ្លាមឬបត់ភ្លាមចាប់ផ្ដើមម៉ាស៊ីនបន្ទាប់ពីផ្ទៀងផ្ទាត់អព្យាក្រឹតនៅកៅអីបើកបរហើយនៅពេលពិនិត្យឬជួសជុលត្រូវបិទម៉ាស៊ីននិងដំឡើងឧបករណ៍សុវត្ថិភាពម៉ាស៊ីនកសិកម្មត្រូវពិនិត្យជាប្រចាំនិងដំឡើងភ្លើងបញ្ជាទិសនិងបន្ទះឆ្លុះបញ្ចាំងដើម្បីការពារគ្រោះថ្នាក់ពេលយប់ត្រាក់ទ័រត្រូវរក្សាស៊ុមសុវត្ថិភាពនិងខ្សែក្រវ៉ាត់សុវត្ថិភាពហើយម៉ាស៊ីនព្យួរមិនត្រូវប្រើក្តាប់ចង្កូតនៅលើជម្រាលចុះនៅពេលប្រើម៉ាស៊ីនកាត់ស្មៅត្រូវពាក់កែវការពារភ្នែកមុខនិងស្បែកជើងការពារហើយធ្វើការពីស្ដាំទៅឆ្វេងការងារកសិកម្មមានចលនាធ្វើម្ដងហើយម្ដងទៀតនិងការប៉ះពាល់ខាងក្រៅច្រើនដូច្នេះការការពារជំងឺមានសារៈសំខាន់ជាដំបូងជំងឺប្រព័ន្ធសាច់ដុំឆ្អឹងដូចជាឈឺខ្នងអេរ៉ាយ៉ាប់មិនស្រួលឬការងារធ្វើម្ដងហើយម្ដងទៀតអាចបណ្ដាលឲ្យឈឺខ្នងជង្គង់ស្មាធ្វើការលាតសន្ធឹងមុននិងក្រោយការងារហើយជៀសវាងអេរ៉ាយ៉ាប់ធ្ងន់ខ្នងនៅពេលលើកវត្ថុធ្ងន់ត្រូវអបឲ្យជិតខ្លួននិងប្រើកម្លាំងជើងឬប្រើឧបករណ៍ដឹកជញ្ជូនឬធ្វើការជាគូនិងសម្រាប់ញឹកញាប់បន្ទាប់មកគឺជំងឺផ្លូវដង្ហើមនិងជំងឺឆ្លងក្នុងការងារកសិកម្មមានធូលីច្រើនដូច្នេះត្រូវពាក់ម៉ាស់និងផ្លាស់ប្ដូរខ្យល់គ្រប់គ្រាន់ដើម្បីការពារការឆ្លងមេរោគពីធូលីត្រូវពាក់សម្លៀកបំពាក់វែងនិងស្រោមដៃស្បែកជើងប៉ាតាហើយបន្ទាប់ពីធ្វើការត្រូវលាងសម្អាតនិងងូតទឹកបើមានគ្រុនឬឈឺសាច់ដុំត្រូវទៅមន្ទីរពេទ្យភ្លាមការងារកសិកម្មក្នុងបរិយាកាសក្តៅខ្ពស់អាចគំរាមកំហែងដល់ជីវិតបើប៉ះពាល់នឹងបរិយាកាសក្តៅយូរអាចមានឈឺក្បាលវិលមុខហើយបើជំងឺក្តៅថ្ងៃត្រូវរាយការណ៍ទៅ115ភ្លាមផឹកទឹកញឹកញាប់សម្រាប់ក្រោមម្លប់ហើយនៅពេលមានកម្ដៅខ្លាំងត្រូវជៀសវាងការងារកសិកម្មពេលថ្ងៃការចាប់ផ្ដើមថ្មីនៅសង់ជូព័ត៌មានអេសង់ជូនឹងរួមដំណើរជាមួយបងប្អូនជានិច្ច